ថ្ងៃទី6ខែមិថុនាសេចក្តីអធិដ្ឋានគ្រប់យ៉ាងព្រមទាំងប្រើសេចក្តីអធិដ្ឋាននិងសេចក្តីទូលអង្វរគ្រប់យ៉ាងដើម្បីអធិដ្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលានៅក្នុងព្រះគម្ពីរអេផេសូជំពូក6ខ18ការអធិដ្ឋានមិនគួរคล้ายជាទម្លាប់គួរឲ្យធុញទ្រាន់ហើយយើងក៏មិនគួរអធិដ្ឋានយូរម្ដងឡើយគ្មានកលៈទេសៈណាដែលព្រះទ្រង់មិនឲ្យយើងអធិដ្ឋាននោះទេព្រះគម្ពីរបិបានបង្ហាញយើងថាជួនកាលយើងស្រែករកព្រះពីកន្លែងងងឹតឧទាហរណ៍នៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក88នៅពេលខ្លះទៀតយើងចាក់បង្ហូរការសរសើរដំកើងដោយអំណរអំពីព្រះចេស្តារបស់ព្រះគ្រីស្ទឧទាហរណ៍នៅក្នុងព្រះគម្ពីរវិវរណៈជំពូក5ខ12ដល់ខ14ហើយជាញឹកញាប់យើងស្ថិតនៅចន្លោះពេលទាំងពីរប្រភេទនេះនៅក្នុងបទគម្ពីរអេផេសូជំពូក6ខ18សាវកប៉ុលបានលើកទឹកចិត្តយើងឲ្យចូលទៅរកព្រះដោយប្រើសេចក្តីអធិដ្ឋាននិងសេចក្តីទូលអង្វរគ្រប់យ៉ាងយើងមិនចាំបាច់ត្រូវរៀបរាប់អំពីរឿងទាំងអស់រៀងរាល់ពេលយើងអធិដ្ឋាននោះឡើយប៉ុន្តែការមិននិយាយពាក្យច្រំដែលគឺជាទង្វើប្រកបដោយប្រាជ្ញាដូចនេះតើការទូលអង្វរគ្រប់យ៉ាងទៅកាន់ព្រះវរបិតាមានលក្ខណៈដូចម្តេចខ្លះក្នុងជីវិតពិតមានការ4យ៉ាងដែលយើងត្រូវធ្វើក្នុងការអធិដ្ឋានអំពីរឿងផ្សេងដូចជាការសរសើរដំកើងយើងអាចចូលទៅរកព្រះហើយសរសើរដំកើងភាពធំប្រសើររបស់ព្រះអង្គចូលដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះចូលយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើងនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក34ខ3យើងមានហេតុផលជាច្រើនរាប់មិនអស់ដែលត្រូវសរសើរដំកើងព្រះមិនគ្រាន់តែសម្រាប់ការអ្វីដែលព្រះអង្គបានធ្វើតែក៏ដោយសារយើងដឹងថាព្រះអង្គជានរណាព្រះទ្រង់ល្អឥតខ្ចោះក្នុងគ្រប់ទាំងផ្លូវហេតុនេះហើយព្រះអង្គស័ក្តិសមនឹងឲ្យយើងសរសើរដំកើងការលន់តួបាបយើងគួរតែទទួលស្គាល់ថាក្នុងការអធិដ្ឋានការលន់តួបាបមិនគ្រាន់តែជាអ្វីដែលយើងត្រូវធ្វើដោយសារយើងបានដឹងអំពីអំពើបាបណាមួយប៉ុណ្ណោះទេតែក៏គួរតែជាអ្វីដែលយើងត្រូវធ្វើជាប្រចាំថ្ងៃផងដែរគឺដោយដែលលោក Martin Luther បានមានប្រសាសន៍ថានៅពេលដែលព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទនៃយើងមានបន្ទូលថាចូលប្រែចិត្តគឺព្រះអង្គសពប្រតិឲ្យអ្នកជឿព្រះអង្គរស់នៅពេញមួយជីវិតដោយការងាកបែរចេញពីបាបនិងបែរទៅរកព្រះអង្គជាប្រចាំយើងអាចលន់តួបាបដោយហោរាអេសាយថាខ្ញុំជាមនុស្សមានបបោមាត់មិនស្អាតហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបោមាត់មិនស្អាតដែរនៅក្នុងព្រះគម្ពីរអេសាយជំពូក6ខ5ព្រះទ្រង់ស័ក្តិសមនឹងឲ្យយើងសារភាពបាបរបស់យើងយ៉ាងស្មោះត្រង់ការអរព្រះគុណព្រះទ្រង់អាចលបងលើមើលចិត្តរបស់យើងតាមរយៈការអ្វីដែលយើងនិយាយឬអធិដ្ឋាននៅពេលដែលយើងហាក់ដូចជាមិនមានហេតុផលច្រើនដែលត្រូវអរព្រះគុណព្រះអង្គសាវកប៉ុលបង្រៀនយើងថាចូលអរព្រះគុណក្នុងគ្រប់ការទាំងអស់នៅក្នុងព្រះគម្ពីរថេសាឡូនីកខ្សែទី1ជំពូក5ខ18គឺរាប់បញ្ចូលទាំងពេលដែលយើងមិនចង់អរព្រះគុណព្រះអង្គមិនបានត្រាស់ហៅយើងឲ្យអរព្រះគុណព្រះអង្គសម្រាប់គ្រប់រឿងទាំងអស់ទេប៉ុន្តែយើងត្រូវចាំថាយើងតែងតែមានហេតុផលដែលត្រូវអរព្រះគុណព្រះអង្គសូម្បីតែនៅក្នុងពេលដែលពិបាកបំផុតការទូលអង្វរការទូលថ្វាយអំពីតម្រូវការរបស់យើងដល់ព្រះវរបិតាគឺជាទង្វើដ៏ត្រឹមត្រូវព្រោះអស់ទាំងអំណោយទានដ៏គ្រប់លក្ខនោះសុទ្ធតែមកពីស្ថានលើនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក1ខ17ហើយព្រះអង្គក៏ជ្រាបច្បាស់ថាកូនរបស់ព្រះអង្គត្រូវការអ្វី